ទីផ្សារកើនឡើងនៃមាសស្ថិតនៅពាក់កណ្ដាលនៃវត្តតម្លៃមាសអាចកើនឡើងទៅដល់$6,750 ក្នុងមួយអោនឬស្មើនឹង$8,133ក្នុងមួយតម្លឹងនៅត្រឹមការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងរបាយការណ៍ស្ដីអំពីលោហៈធាតុមានតម្លៃចុងក្រោយរបស់លោកស្រី Nikki Share ប្រធានផ្នែកស្រាវជ្រាវនិងយុទ្ធសាស្ត្រលោហៈធាតុមានតម្លៃរបស់ស្ថាប័ន MKS PAMP បានពិនិត្យមើលទៅលើទីផ្សារកើនឡើងនៃតម្លៃមាសចំនួន5ដងនៅក្នុងរយៈពេល50ឆ្នាំចុងក្រោយដោយផ្អែកទៅលើសន្ទុះបច្ចុប្បន្នលោកស្រីបានមានប្រសាសន៍ថាតម្លៃមាសនិងប្រាក់នៅតែមានឱកាសកើនឡើងខ្ពស់បន្ថែមទៀតនៅក្នុងឆ្នាំនេះលោកស្រីបានកត់សម្គាល់ថាវត្តបច្ចុប្បន្នមាសមានអាយុកាល39ខែដោយមាសបានកើនឡើងជាង200%ប្រាក់បានកើនឡើងប្រហែលជា350%និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ13%លោកស្រីបានមានប្រសាសន៍ថាផ្អែកទៅតាមស្តង់ដារប្រវត្តិសាស្ត្រនោះគឺជាទម្រង់នៃដំណើរការក្នុងពាក់កណ្ដាលវត្តប្រសិនបើមាសត្រូវឆ្លុះបញ្ចាំងអំពីរយៈពេលនៃដំណើរការវត្តជាមធ្យមនោះវាបញ្ជាក់ថាតម្លៃមាសអាចកើនឡើងដល់ទៅ$6,750ក្នុងមួយអោនឬស្មើនឹង$8,133ក្នុងមួយតម្លឹងនៅត្រឹមខែតុលាឬក៏ការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិក